ជំរាបសួរអ្នកទាំងអស់គ្នាវិលមកកាន់ YouTube Channel Khmer Language 123ថ្ងៃនេះខ្ញុំនឹងធ្វើបទវិភាគមួយតាក់ទងជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសឡាវដោយសារថ្មីនេះក្រុមហ៊ុនឯកជនរបស់ប្រទេសចិនបានប្តឹងផ្តល់ទៅក្រុមហ៊ុនថាមពលជាតិរបស់ប្រទេសឡាវតាក់ទងជាមួយនឹងការសងបំណុល$500 លានក្នុងការកសាងទំនប់វារីអគ្គិសនីណាមអោតើមានរឿងអ្វីចំពោះប្រទេសឡាវតើសេដ្ឋកិច្ចរបស់ប្រទេសឡាវនឹងជិតដួលរលំហើយឬមួយយ៉ាងណាមេរៀនណាសម្រាប់ប្រទេសកម្ពុជាតោះយើងទៅសិក្សាស្វែងយល់ទាំងអស់គ្នាប្រទេសឡាវជាប្រទេសដែលមានប្រជាជនត្រឹម8 លាននាក់ប៉ុណ្ណោះ GDP បានត្រឹមតែ$15,000 លានកំពុងតែប្រឈមនឹងប្រទេសមហាអំណាចចិនកណ្ដាប់ល្បែងសេដ្ឋកិច្ចដែលឡាវកំពុងតែខ្វះលុយចិនរហូតដល់$13,000 លានបំណុលប៉ុណ្ណេះវាចង់ស្មើជាមួយនឹង GDP របស់ប្រទេសឡាវទាំងមូលតែម្ដងខ្ញុំនឹងនិយាយចំណុចនីមួយៗដើម្បីបងប្អូនដឹងអំពីក្រឡាអុកដ៏ធំមួយនេះដែលចិនកំពុងលេងជាមួយប្រទេសឡាវចំណុចទី1ផ្ដើមចេញអំពីទំនប់វារីអគ្គិសនីណាមអោទន្លេមេគង្គគឺឆ្លងកាត់6ប្រទេសកណ្ដាលនោះឡាវជាប្រទេសដែលមានប្រវែងទន្លេរស្ទឹង1898 គីឡូម៉ែត្រមានសក្តានុពលយ៉ាងធំធេងក្នុងវិស័យវារីអគ្គិសនីជាងទៅក្នុងក្តីសម័យរបស់ប្រទេសឡាវគឺចង់ប្រែក្លាយទឹកនឹងឲ្យទៅជាមាសប៉ុន្តែដោយសារប្រជាជនតិចទំហំសេដ្ឋកិច្ចក៏ទូចមានតែពឹងផ្អែកទៅលើមិត្តភ័ក្តិជិតខាងនៅខាងលើគឺប្រទេសចិនការធ្វើយ៉ាងនេះក៏ស្របទៅតាមគោលនយោបាយក្នុងខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិនតែម្ដងជាងទៅប្រទេសឡាវបានសហការជាមួយប្រទេសចិនខ្ចីលុយដើម្បីកសាងទំនប់វារីអគ្គិសនីដែលមានឈ្មោះថាណាមអោទំនប់វារីអគ្គិសនីណាមអោនេះចាប់ផ្ដើមកសាងនៅឆ្នាំ2012ដោយក្រុមហ៊ុន Power China មានទាំងអស់7ទំនប់សរុបទឹកប្រាក់កសាងគឺ$2.7 លាននេះជាគម្រោងមិនទូចនោះទេបើប្រៀបជាមួយនឹងសេដ្ឋកិច្ចដ៏តិចតួចរបស់ប្រទេសឡាវហើយគម្រោងនេះក៏ត្រូវបានបញ្ចប់ការសាងសង់នៅខែកញ្ញាឆ្នាំ2021សមត្ថភាពផលិតថាមពលចំនួន1.27 GWទំនប់វារីអគ្គិសនីទាំងនេះជាចំណុចថាមពលដ៏សំខាន់មួយរបស់ប្រទេសឡាវនិងអាចប្រែក្លាយឡាវនឹងឲ្យទៅជាដុំថ្មអគ្គិសនីមួយនៅអាស៊ីអាគ្នេយ៍យើងប៉ុន្តែអ្វីៗវាមិនដូចក្នុងការស្រមៃរបស់ប្រទេសឡាវនោះឡើយខ្សែជីវកម្មថាមពលរបស់ប្រទេសចិនគឺ Power China នឹងគឺបានដាក់ពាក្យបណ្ដឹងទៅប្រទេសសិង្ហបុរីប្រឆាំងនឹងក្រុមហ៊ុនអគ្គិសនីរបស់ប្រទេសឡាវដើម្បីទារថ្លៃសេវាដែលមិនទាន់សងចំនួន$555 លានក្នុងគម្រោងសាងសង់វារីអគ្គិសនីនៅទន្លេណាមអោនេះមូលហេតុចម្បងនៃការប្តឹងផ្តល់នឹងគឺដោយសារក្នុងកិច្ចសន្យាគឺឡាវត្រូវតែសងទៅចិនគឺលុយ$ប៉ុន្តែឡាវដោយសារសេដ្ឋកិច្ចនៅខ្សោយជាងទៅឡាវអត់មានលុយ$ច្រើនដើម្បីសងបំណុលទៅចិននោះទេបែរជាយកលុយគីបជារូបិយប័ណ្ណរបស់ខ្លួនយកសងបំណុលប៉ុន្តែក្រុមហ៊ុន Power China នឹងអត់យកព្រមទេគឺថាក្នុងកិច្ចសន្យាសងលុយ$គឺលុយ$ឯងអត់មានយកលុយគីបដែលជាលុយគ្មានតម្លៃហើយមានអតិផរណាខ្ពស់នឹងយកទៅសងបាននោះទេហើយនេះជាលើកដំបូងផងដែរដែលក្រុមហ៊ុនរដ្ឋរបស់ចិនបានដឹងដល់ទៅក្រុមហ៊ុនដែលគ្រប់គ្រងទៅដល់រដ្ឋាភិបាលឡាវហើយចំណុចនេះក៏ជាចំណុចប្រសើរផងដែរដែលករណីឬថាអ្នកប្រព័ន្ធនឹងមិនបានឆ្លើយតបទៅអ្វីជាមួយនឹងអ្នកកាសែតនោះទេជាងយើងដឹងមូលហេតុទាំងអស់គ្នាហើយដោយសារតែក្រុមហ៊ុនរបស់ប្រទេសឡាវមិនមានលុយ$សងទៅមានការប្តឹងផ្តល់មួយនេះឧទាហរណ៍ដូចជាយើងចឹងដែរបើខ្ចីលុយមិត្តភ័ក្តិឬថាខ្ចីលុយទៅអង្គការណាមួយពេលដែលយើងខ្ចីប្រាក់រៀលទៅតែសងប្រាក់រៀលខ្ចីលុយ$ត្រូវតែសងលុយ$ជាងឯងបើយើងខ្ចីមិត្តភ័ក្តិមាសគឺត្រូវសងដោយមាសយើងអាចណាខ្ចីឆ្នាំនេះខ្ចីមួយជីមាសហើយឆ្នាំក្រោយយើងយកលុយរៀលយកទៅសងនោះទេព្រោះតម្លៃមាសវាមានការចុះឡើងថ្លៃទៅតាមដំណាក់កាលជាងគេមិនអាចណាយល់ព្រមចំពោះការសងបំណុលរបស់យើងនោះទេកាលណាបើយើងគ្មានសមត្ថភាពក្នុងការសងនៅលុយទាំងនេះគេនឹងមកគ្រប់អូសយកទ្រព្យសម្បត្តិរបស់យើងមានតាសឬថាវត្ថុមានតម្លៃមួយចំនួនដែលយើងមានក្នុងខ្លួនហើយករណីរបស់ប្រទេសឡាវវាអាចឆ្លាក់ដល់ដំណាក់កាលមួយនេះផងដែរបើខាងភាគីឡាវមិនមានសមត្ថភាពក្នុងការសងបំណុលនោះទេក្រុមហ៊ុនចិននឹងមកជួយគ្រប់គ្រងទំនប់វារីអគ្គិសនីទាំង7នេះតែម្ដងប្រៀបបានដូចជាទឹកដីរបស់ខ្លួននឹងត្រូវបានកាត់ឲ្យគេអញ្ចឹងហើយនេះមិនមែនជាករណីលើកដំបូងនោះទេដែលប្រទេសទូចៗក្រងផលប៉ះពាល់
នៅប្រទេសចិនក្នុងគម្រោងនយោបាយខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិនមួយនេះឧទាហរណ៍ទី1គឺប្រទេសស្រីលង្កាបានខ្ចីប្រាក់រហូតដល់ $1.3 លានពីប្រទេសចិនដើម្បីសាងសង់កំពង់ផែហាំបាតូតាដោយសាររដ្ឋាភិបាលរបស់ប្រទេសស្រីលង្កានឹងមិនមានសមត្ថភាពក្នុងការសងបំណុលជាងទៅកំពង់ផែនឹងក៏បានផ្ទេរទៅឲ្យចិនគ្រប់គ្រងរហូតដល់99ឆ្នាំចាប់ផ្ដើមពីឆ្នាំ2017ដែលនាំឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើអធិបតេយ្យភាពនិងសន្តិសុខជាតិរបស់ប្រទេសស្រីលង្កាទាំងមូលឧទាហរណ៍ទី2គឺប្រទេសប៉ាគីស្ថានប្រទេសចិនបានវិនិយោគយ៉ាងច្រើនទៅលើកំពង់ផែវ៉ាដាដោយសារបញ្ហាហិរញ្ញវត្ថុជាងដែរប្រទេសប៉ាគីស្ថានក៏មិនមានលទ្ធភាពក្នុងការសងបំណុលទាំងនេះជាងទៅក៏បានផ្ទេរសិទ្ធិគ្រប់គ្រងកំពង់ផែវ៉ាដាទៅចិនរហូតដល់40ឆ្នាំប្រទេសចិនមានសិទ្ធិធ្វើប្រតិបត្តិការកំពង់ផែយុទ្ធសាស្ត្រនេះបង្កើនគុណសម្បត្តិយោធានិងសេដ្ឋកិច្ចក្នុងមហាសមុទ្រឥណ្ឌាសូមឧទាហរណ៍ទី3គឺប្រទេសជីបូទីគឺកោចម្ប៉ាក់ចិនជាង $1.4 លានផងដែរដែលស្មើនឹង 80% នៃ GDP សរុបរបស់ប្រទេសទាំងមូលដើម្បីកាត់បន្ថយបំណុលជាងទៅប្រទេសជីបូទីក្នុងឆ្នាំ2017បានអនុញ្ញាតឲ្យចិនបង្កើតមូលដ្ឋានយោធានៅក្នុងប្រទេសខ្លួនតែម្ដងនេះជាមូលដ្ឋានយោធានៅក្រៅប្រទេសលើកដំបូងរបស់ប្រទេសចិនឧទាហរណ៍ទី4គឺប្រទេសសាំប៊ីបានខ្ចីបំណុលយ៉ាងច្រើនពីប្រទេសចិនដើម្បីវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើមមិនអាចសងបំណុលបានជាងទៅប្រទេសចិនក៏បានគ្រប់គ្រងក្រុមហ៊ុនថាមពលជាតិ ZESCO របស់ប្រទេសសាំប៊ីនេះតែម្ដងព្រមទាំងអណ្ដូងរ៉ែដែល export សំខាន់មួយចំនួនផងដែរខ្ញុំលើកឧទាហរណ៍ដើម្បីបងប្អូនយល់នឹងដឹងថាកាលណាប្រទេសទូចមានសេដ្ឋកិច្ចខ្សោយបើខ្ចីលុយអំពីប្រទេសចិនហើយហួសសមត្ថភាពក្នុងការសងបំណុលនេះប្រទេសចិននឹងរឹបអូសយកទ្រព្យសម្បត្តិសំខាន់របស់ប្រទេសជាតិនោះតែម្ដងអនាគតឡាវក៏អាចធ្លាក់ដល់ចំណុចមួយនេះផងដែរអតិផរណារបស់ប្រទេសឡាវគឺ 31% បើប្រៀបជាមួយនឹងកម្ពុជាវិញមិនត្រឹមតែ 0.8% ប៉ុណ្ណោះពោះជាងប្រទេសកម្ពុជាយើងរហូតដល់ 26 ដងឯណោះនាំឲ្យលុយគីបរបស់ប្រទេសឡាវនឹងចុះថោកប្រដាប់ប្រដាប្រើប្រាស់ក៏ឡើងថ្លៃប្រជាជនដែលក្រលំបាកស្រាប់ក៏កាន់តែក្រលំបាកថែមទៀតជាពិសេសគឺតទៅជាមួយនឹងលុយព្យាបាលជំងឺអាហារហូបចុកជាដើមបច្ចុប្បន្នគឺឡាវកំពុងតែចម្ប៉ាក់ចិនរហូតដល់ $13,000 លានមកពីគម្រោងធំពីរគឺផ្លូវរថភ្លើងចិនឡាវនិងគម្រោងវារីអគ្គិសនីណាំអូដែលខ្ញុំបាននិយាយខាងលើប៉ុន្តែ GDP សរុបរបស់ប្រទេសឡាវគឺបានត្រឹមតែ $15,000 លានប៉ុណ្ណោះមានន័យថាប្រទេសឡាវគឺមានលុយប្រមាណគឺគ្រប់តែសងលុយបំណុលទៅចិនមួយឆ្នាំទៅមួយឆ្នាំប៉ុណ្ណោះគឺគ្មានអ្វីសល់ដល់ខ្លួននោះទេជាងទៅបើសេដ្ឋកិច្ចឡាវនៅតែបែបនេះទៀតទ្រព្យសម្បត្តិដែលចិនកសាងប្រមាណក៏បានចិនយកមកទាំងអស់លោកដូណាល់ត្រាំនៅឆ្នាំ2016គឺបានជាប់ជាប្រធានាធិបតីអាណត្តិទី1គាត់បានបង្កើតសង្គ្រាមពាណិជ្ជកម្មផ្ទាល់ជាមួយនឹងប្រទេសចិនតែម្ដងហេតុតែចិនធ្វើពាណិជ្ជកម្មមិនស្មើភាពចំណេញតែចិនម្ខាងប៉ុណ្ណោះចំណែកអាមេរិកវិញគឺខាតលុយអស់រាប់រយពាន់លានដុល្លារឯណោះក្នុងមួយឆ្នាំពេលនោះគឺថាចិនក៏ដឹងខ្លួនថាខ្លួនមិនអាចណាពឹងទៅអាមេរិកបានទេកាលណាបើអាមេរិកលែងទិញទំនិញរបស់ខ្លួនភ្លាមគឺថាសេដ្ឋកិច្ចរបស់ចិននឹងដួលរលំតែម្ដងជាងទៅបានចិនខិតខំដើម្បីបង្កើតផ្លូវលុកទំនិញទៅបណ្ដាប្រទេសកំពុងអភិវឌ្ឍដើម្បីជាឥទ្ធិពលអំពីប្រទេសអាមេរិកប៉ុន្តែការអភិវឌ្ឍរបស់ប្រទេសចិនគឺថាពេលណាក៏ចិនចំណេញនោះដែរពីព្រោះប្រទេសចិនគឺដឹកទំនិញទៅប្រទេសទាំងនោះហើយយកលុយមកកសាងនៅប្រទេសចិនប៉ុន្តែចិនវិញតិចតួចណាស់ដែលយកលុយក្នុងប្រទេសទៅទិញទំនិញនៅប្រទេសកំពុងអភិវឌ្ឍទាំងនោះនាំឲ្យសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសដែលក្នុងគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិននឹងកាន់តែក្រប្រទេសកម្ពុជាយើងក៏មានការរងផលប៉ះពាល់អំពីគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិនផងដែរ
ដូចជាតំបន់សេដ្ឋកិច្ចពិសេសសីហនុជាដើមគឺឲ្យចិនវិនិយោគទុនក្នុងការកសាងក្រុមហ៊ុននានានៅតំបន់នេះបង្កើតការងារឲ្យតែចិនគ្នាឯងប៉ុណ្ណោះទីវ៉ាន់ដែលឡុកនៅតំបន់ទីនេះក៏មានការឡើងថ្លៃធ្វើឲ្យប្រជាជនក្រដែលជាម្ចាស់ស្រុកនៅទីនេះក្រលំបាកហើយពិបាករស់នៅហើយគម្រោងបានការចាប់អារម្មណ៍អំពីប្រទេសអាមេរិកខ្លាចក្រែងកន្លែងនេះអាចទៅជាកន្លែងយោធារបស់ប្រទេសចិននោះគឺគម្រោងកំពង់ផែរៀមបើចិនគ្រប់គ្រងបានកន្លែងនេះមួយទៀតគឺថាវាជាបញ្ហាធំតែម្ដងកាលណាមានវត្តមានរបស់កងទ័ពយោធារបស់ប្រទេសចិនគឺថាកម្ពុជាយើងនឹងរងផលប៉ះពាល់អំពីសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរហេតុម្ដេចខ្ញុំហេតុនិយាយអញ្ចឹងកាលណាមានវត្តមានរបស់កងទ័ពយោធារបស់ចិនប្រទេសអាមេរិកនឹងដាក់សម្ពាធទៅលើប្រទេសដែលហេតុឲ្យចិនដាក់កងទ័ពយោធានៅក្នុងប្រទេសរបស់ខ្លួនតែម្ដងជាងទៅគឺសេដ្ឋកិច្ចរបស់កម្ពុជាយើងនឹងធ្លាក់តែម្ដងហើយដែលគូរកស៊ីជាមួយប្រទេសអាមេរិកក៏គេមិនហ៊ានសហការជាមួយប្រទេសកម្ពុជាផងដែរហើយចំណុចមួយទៀតគឺកម្ពុជាឲ្យចិនជួលដីនៅតាមព្រំដែនវៀតណាមខ្មែរឬថាតាមព្រំដែនខ្មែរថៃនេះភាគច្រើនគឺក្រុមហ៊ុនចិននឹងមកបង្កើតកាស៊ីណូដែលក្រុមហ៊ុនទាំងនេះដូចជាប្រទេសចិនដែលទូចមួយនៅកណ្ដោមទឹកដីរបស់ខ្មែរយើងអញ្ចឹងក្រុមហ៊ុនទាំងនេះគឺផតជំវិញទៅដោយរបងដែកដែលជាឱកាសរបស់អ ுக ្រិតជនយកជាកន្លែងជួញដូរមនុស្សឬថាឆោបបោកអនឡាញដែលប៉ូលីសពិបាកក្នុងការឆែកឆេរខ្លាំងណាស់ប៉ុន្តែយើងមិនអាចបដិសេធទាំងស្រុងរកគម្រោងណាដែលចិនកសាងនោះទេគឺថាចិនកសាងបានលឿនស្អាតនិងថោកជាងក្រុមហ៊ុននៅលោកខាងលិចប៉ុន្តែយើងត្រូវតែចេះថ្លឹងថ្លែងអំពីប្រាក់ចំណូលរបស់ប្រទេសខ្លួននិងកម្ចីជាពិសេសមកពីប្រទេសចិននេះតែម្ដងសូម្បីតែប្រទេសអាមេរិកក៏លេងមិនចង់ឆ្នះជាមួយនឹងប្រទេសចិននេះផងទម្រាំអីយើងប្រទេសតូចតាចបាទនេះគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំតទៅជាមួយនឹងបញ្ហាមួយនេះសូមអរគុណការទស្សនារបស់បងប្អូនទាំងអស់គ្នាជម្រាបលា